សួស្តីខេត្តកំពង់ធំទាំងកណ្ដាលល្ងាចតែម្ដងណាខេត្តដែលទៅក៏ហួសមកក៏ហួសមិនដែលបានចូលលេងមិនដែលបានចូលសម្រាកនៅខេត្តកំពង់ធំសោះល្ងាចនេះជ្រុលជាធ្វើដំណើរកាត់ហើយកុំឲ្យខាតជើងគេងនៅកំពង់ធំមកយប់ទៅម្ដងទៅនាំអូនមកនិចមកគេងចិត្តដំរីជន់ខ្លាម្ដងមើលមកដល់ពេលយប់ហើយមកដល់ភ្លាមរកអតាគេងភ្លាមខ្លាចរកអត់បានកន្លែងគេងតាតែសំណាងអីបន្ទប់នៅមានសល់ហើយបន្ទប់គេក៏ឃ្លីមគួរសមដែរគេបើកយូរឆ្នាំដែរប៉ុន្តែនៅស្អាតបុគ្គលិកគេក៏រួសរាយរាក់ទាក់និយាយរួមគឺអាចទទួលយកបានហ្មងណាបងប្អូនដែលជិះកាត់ខាងកំពង់ធំអាចចូលសម្រាប់លេងនៅនេះបានយកអាវ៉ាន់ដាក់អូតែលហើយឆ្លៀតនាំអូនជិះដើរលេងមើលក្រុងនេះស្ពានបុរាណស្ពានចាស់នៅខេត្តកំពង់ធំណាមានការតុបតែងប្រហែលជាគេតុបតែងម្លឹងពេលចូលឆ្នាំខ្មែរហ្នឹងហើយមើលទៅមានភ្លើងមានអីប្លែកភ្នែកដែរតាហើយឃើញអ៊ំពូមីងរត់ហាត់ប្រាណហើយក៏មានរៀបចំដូចជាកន្លែងអង្គុយញ៉ាំអីនៅអង្គរស្ពានហ្នឹងឯងតែប្រហែលជានៅភ្លឺពេកដូចជាអត់ទាន់ឃើញមានមនុស្សទេអាចម៉ោង8ម៉ោង9អីហ្នឹងបានគេមកអង្គុយស្ដាប់ភ្លេងស្ដាប់អីហើយក៏ឆ្លៀតទៅរកមើលសាច់គោអាំងញ៉ាំឃើញគេក្នុង TikTok គេថាដូងពីដើមនេះមានសាច់គោអាំងឆ្ងាញ់គួរសមរបស់គេដែរនិយាយរួមគឺថាសាច់គេមកម្ដុំគឺម្ដុំរបស់គេមែនណាមួយចានទៅ 25,000 ចានធំ 30,000 ប៉ុន្តែសាច់គេអត់មានហាន់ស្ដើងទេដាក់មកពេញមាត់ហ្មងនិយាយទៅសាច់គោអាំងរបស់គេឆ្ងាញ់ឲ្យ9លើ10ហ្មងណាសំខាន់គេមានក្រងមានអីតំណងរបស់គេអស់ពីសាច់គោអាំងដើរស្រកពុះបន្តិចហើយមកដល់អូតែលនៅមុខអូតែលមានកន្លែងគេលក់បង្អែមលក់ទឹកកឡុកអីពេលយប់ឃើញមនុស្សចូលច្រើនឆ្លៀតទៅដាក់បង្អែមម្នាក់មួយចានជាមួយនឹងអូនទៀតនិយាយរួមឃើញហាងគេរៀបមើលទៅតំណងពេកហ្នឹងហើយមានផ្អែមសពគ្រប់អូនច្អល់រហូតចង់ញ៉ាំក្របខ្នោដាក់អស់ម្នាក់មួយចានប៉ាប៉ាសាក់ទឹកកឡុកនិយាយទៅផ្អែមរបស់គេមួយចានហ្នឹងគឺមើលទៅបិណ្ឌក្បាលអូនមុខនេះហ្មងណាធំមែនតើមួយចាន 4,000 ទឹកកឡុកគេមួយកែវ 4,000 រសជាតិក៏អូខេឆ្ងាញ់ដែរឥឡូវក៏ធ្វើដំណើរមកអូតែលវិញហើយសម្រាប់យកកម្លាំងធ្វើដំណើរទៅមុខទៀត